លុយកើតចេញពីប្រព័ន្ធសេដ្ឋកិច្ចនិងការបង្កើតតម្លៃទាំងនេះជារឿងសាមញ្ញដែលអាចជួយឲ្យយល់ 1. លុយកើតចេញពីការធ្វើការនិងផលិតកម្ម មនុស្សធ្វើការដូចជាផលិតទំនិញផ្ដល់សេវាកម្មហើយទទួលប្រាក់ជាផលបាន តម្លៃការខិតខំសមត្ថភាពយ៉ាងដែលអ្នកបង្កើតអ្វីមានប្រយោជន៍ 2. រដ្ឋនិងធនាគារកណ្ដាលបោះលុយ នៅកម្រិតជាតិ National Level ធនាគារជាតិកម្ពុជា NEDES បោះលុយថ្មី ត្រួតពិនិត្យបរិមាណលុយក្នុងប្រព័ន្ធ នេះធ្វើឡើងដើម្បីគ្រប់គ្រងសេដ្ឋកិច្ចនិងការផ្លាកផ្លាយតម្លៃ 3. លុយកើតពីអាជីវកម្ម អាជីវកម្មបង្កើតតម្លៃ លក់ទំនិញ ផ្ដល់សេវាកម្ម បង្កើតដំណោះស្រាយថ្មី ប្រាក់ចំណេញពីការលក់គឺជាលុយដែលកើតចេញពីតម្លៃដែលពួកគេសាងសង់ 4. លុយកើតពីការវិនិយោគ វិនិយោគលុះតម្លៃឡើងទទួលចំណេញ អចលនទ្រព្យ ភាគហ៊ុន បណ្ដាញអ៊ីនធឺណិត ប្រាក់កើតចេញពីប្រាក់ធ្វើការជំនួសមនុស្ស 5. លុយកើតពីដៃគូពាណិជ្ជកម្មនិងពាណិជ្ជកម្មអន្តរជាតិ ប្រទេសនាំចេញទំនិញទទួលប្រាក់ចូល ប្រទេសនាំចូលចំណាយប្រាក់ចេញ នេះសាងសង់ជាប្រព័ន្ធលំហូរលុយរវាងប្រទេស បញ្ចប់សង្ខេបសាមញ្ញ លុយកើតពីតម្លៃបង្កើតពីការងារ ចំណេះដឹង វិនិយោគ អាជីវកម្ម និងការផលិត រដ្ឋគ្រាន់តែបោះលុយ តែតម្លៃពិតប្រាកដកើតពីការខិត